ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti នៅវីដេអូទី9ចូលមកដល់ clip វីដេអូចំណេះដឹងទី9នេះដែរខ្ញុំបាទសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបបង្កើត account Gmail ថ្មីដោយខ្លួនឯងនៅលើទូរស័ព្ទដៃចូលមកដល់ឆ្នាំ2026ហើយបងប្អូនណាខ្លះដែលអត់ទាន់មានបាទ Gmail ប្រើប្រាស់តខ្លួនទេរាល់ថ្ងៃហ្នឹងកំពុងតែប្រើប្រាស់ Gmail របស់មិត្តភ័ក្តិឬក៏របស់ជាងទូរស័ព្ទសម្រាប់ខ្ញុំ recommend បងប្អូនគួរតែធ្វើការបង្កើត Gmail ថ្មីមួយទៅគាត់ប្រើប្រាស់តខ្លួនទៅបាទមិនគួរបាទប្រើប្រាស់ Gmail របស់អ្នកដទៃទេបាទរបៀបបង្កើតគឺមានរបៀបបាក់ទេគឺងាយស្រួលណាស់លើមសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតពីរបៀបបង្កើត account Gmail នៅលើស័ព្ទដៃតែម្ដងបាទជាដំបូងបងប្អូនចូលមកក្នុងទូរស័ព្ទដៃរបស់បងប្អូនមកបាទរួចហើយបងប្អូនអាចចូលមកក្នុងកម្មវិធី Play Store ក៏បានឬក៏ចូលមកក្នុងកម្មវិធី Gmail ក៏បានណាបាទសម្រាប់ខ្ញុំចូលមកក្នុងកម្មវិធី Gmail នេះចុះបាទរួចហើយបងប្អូនរកមើលនិមិត្តសញ្ញា profile នៅខាងលើផុតខាងស្ដាំដៃរួចហើយចុចបន្តពីលើ profile ហ្នឹងមកបាទបន្ទាប់មកបងប្អូនធ្វើការអុសមកខាងក្រោមបាទរកមើលនិមិត្តសញ្ញាលេខបូកនេះហើយភាសាអង់គ្លេសគេដាក់ថាបាទ add another account ចុចបន្តចូលមកបាទរួចហើយនឹងចេញមកដល់ទម្រង់បែបនេះរួចចាំបងប្អូនរកមើលពាក្យថាបាទ Google បាទដែលចេញទម្រង់កម្មវិធីបែបហ្នឹងណាបាទរួចហើយចុចបន្តចូលមកបាទម្ដងនេះបើសិនជាបងប្អូនបើកបាទចាក់សោបាទលេខកូដលើស័ព្ទដៃបងប្អូនធ្វើការដោះទៅបាទឬក៏ scan យ៉ាដៃបងប្អូនធ្វើការ scan យ៉ាដៃពឹបមកអត់ស្គាល់បងប្អូនធ្វើការបញ្ចូលលេខកូដមកណាបាទនេះបងប្អូនខ្ញុំបានធ្វើការបាទបញ្ចូលលេខកូដរួចរាល់ហើយបាទមកដល់ទម្រង់នេះបងប្អូនយកពាក្យថាបាទ create account ប៉ុន្តែបើសិនបងប្អូនមានបាទ account Gmail ចាស់បាទបងប្អូនចុចបាទកន្លែងពាក្យថាបាទ Gmail បាទ or phone នេះប៉ុន្តែខ្ញុំចង់ធ្វើការបង្កើតថ្មីខ្ញុំចុចពាក្យថាបាទ create account នៅខាងក្រោមហ្នឹងណាបាទចុចមករួចហើយចេញអក្សរពីរជួរបងប្អូនយកខាងលើនេះមកណាបាទពាក្យថាបាទ for my personal use ចុចមកបាទម្ដងនេះបងប្អូននឹងឃើញបាទនៅក្នុងកន្លោន2នៅខាងលើគេដាក់ថាបាទ feature name ហើយនៅខាងក្រោមនេះគេដាក់ថា class name គេមានន័យថាឈ្មោះហើយនឹងតកោឬក៏តកោនឹងឈ្មោះបាទសម្រាប់ខ្ញុំដាក់មកបាទ Proti បាទម្ដងនេះបងប្អូនណាបងប្អូនចង់ធ្វើការបាទដាក់ឈ្មោះពិតក៏បានខ្លែងខ្លាយក៏បានប៉ុន្តែបើសិនបងបង្កើតប្រើប្រាស់ទុកគ្រាន់ប្រើប្រាស់តខ្លួនទេបងប្អូនគួរតែបាទដាក់ឈ្មោះពិតតាមអត្តសញ្ញាណបានទៅពេលមានបញ្ហាឬក៏បងប្អូនធ្វើការផ្លាស់ប្ដូរទូរស័ព្ទបងប្អូនគាត់តែទាញអត្តសញ្ញាណបានមកបងប្អូននឹងស្គាល់ហើយថាស័យដ្ឋាន Gmail របស់យើងមួយណាណាបាទទៅការបំពេញបន្តិចនេះដាក់ Proti បែបហ្នឹងរួចហើយបងប្អូនចុច next ទៅមុខបន្តបាទម្ដងនេះបងប្អូនធ្វើការបំពេញបាទថ្ងៃខែបាទឆ្នាំហើយនឹងបាទភេទគេដាក់ថា month បាទ day year ហើយនឹង gender ណាបាទឥឡូវធ្វើការបំពេញថ្ងៃមុនបាទខ្ញុំដាក់ថ្ងៃ6ចុះ2 4 6រួចហើយខែបាទ6ដែរហើយដាក់ឆ្នាំបាទ2026បាទ2026បាទនេះបងប្អូនសម្រាប់បងប្អូនធ្វើការបង្កើតប្រើប្រាស់តខ្លួនបងប្អូនគួរតែដាក់ពិតតាមអត្តសញ្ញាណបានទៅមុនណាបាទខ្ញុំនៅនិយាយដដែលរួចហើយជ្រើសរើសភេទកន្លែងបាទ gender ហ្នឹងណាបាទហើយនៅខាងលើនេះគេដាក់ថា female ហើយខាងក្រោមនេះបាទ male គឺមានន័យថាខាងលើនេះស្រីហើយខាងក្រោមនេះប្រុសបើសិនជាបងប្អូនចង់បងប្អូនភេទស្រីបងប្អូនចុចតក់ទៅលើបាទ female ហ្នឹងមកប៉ុន្តែបើសិនបងប្អូនប្រុសបាទចុចកន្លែង male ហ្នឹងមកសម្រាប់ខ្ញុំប្រុសចុចកន្លែង male ណាបាទរួចហើយបងប្អូនបាទចុចទៅ next ទៅមុខបន្តមកបំពេញរួចរាល់ហើយបាទមានបាទថ្ងៃខែឆ្នាំហើយនឹងភេទបាទ next ទៅមុខបាទម្ដងនេះបងប្អូននឹងឃើញទម្រង់3បាទនៅខាងលើនេះគេបំពេញអាស័យដ្ឋាន Gmail ឲ្យបងប្អូនស្រាប់បាទហើយខាងលើ2ហ្នឹងណាបាទប៉ុន្តែខ្ញុំស្រាប់ខ្ញុំ recommend បងប្អូនយកខាងក្រោមនេះបាទបំពេញអាស័យដ្ឋាន Gmail ឲ្យខ្លួនឯងណាបាទអញ្ចឹងបងប្អូនចុចបាទខាងក្រោមហ្នឹងមកពាក្យថាបាទ create your បាទអញ្ចឹងបងប្អូនចុចបន្តមកបាទម្ដងនេះបងប្អូនធ្វើការបាទដាក់ធ្វើម៉េចឲ្យងាយស្រួលចងចាំពេលដែលបងប្អូនធ្វើការផ្លាស់ប្ដូរទូរស័ព្ទបាទឬក៏លក់ទូរស័ព្ទអីចាស់ហ្នឹងទៅអត់មានបាទ Gmail មើលបងប្អូនគ្រាន់តែបាទចងចាំឬក៏ទាញអត្តសញ្ញាណបានបងប្អូនមកបងប្អូននឹងចាំហើយបាទសម្រាប់ខ្ញុំដាក់មកស័យថា Gmail ហ្នឹងឲ្យដូចឈ្មោះមកបាទដាក់ Pro ហើយ T នេះបងប្អូនត្រូវតែចាំនៅអាស័យដ្ឋាន Gmail បងប្អូនពេលដាក់ឈ្មោះបងប្អូនដាក់ឈ្មោះធ្វើម៉េចអក្សរធំនៅខាងមុខ
ហើយនៅបន្ទាប់នេះបងដាក់អក្សរតូចមកណាបាទហើយដាក់លេខផងបាទខ្ញុំដាក់168ចេះចាំមើលឲ្យអត់បើសិនជាអត់ឲ្យទេវាចេញចំណុចខមនៅនេះមានន័យថាបាទជន់គ្នាណារួចហើយចុចនិចទៅមុខបន្តមើលតែឲ្យអត់បាទគឺជន់គ្នាលើសុំការដូរលេខណាបាទ Proti ខ្ញុំអត់ដូរទេលើដូរតែលេខបានហើយដាក់8899បាទចុចនិចមើលបាទឲ្យ9ណាបាទម្ដងនេះបងប្អូនធ្វើការបង្កើតលេខកូដសម្ងាត់បាទមួយទៅហើយលេខកូដសម្ងាត់ហ្នឹងធ្វើម៉េចឲ្យបាន8ខ្ទង់ឡើងបងប្អូនចង់ដាក់អក្សរឬក៏លេខតាមតែចិត្តបងប្អូនទេបងប្អូនបាទដាក់ធ្វើម៉េចឲ្យងាយស្រួលចងចាំបងប្អូនចង់ដាក់បែបនេះក៏បានបាទស្រាញ់ចិត្តបងប្អូនណាបាទធ្វើម៉េចឲ្យងាយស្រួលចងចាំបាទសម្រាប់ខ្ញុំខ្ញុំធ្វើការបាទដាក់បញ្ចូលលេខកូដសម្ងាត់បន្តិចឬក៏បង្កើតលេខកូដសម្ងាត់បន្តិចលាក់បងប្អូនបន្តិចណាបាទដាក់ណាបាទនេះបងខ្ញុំបានធ្វើការបង្កើតលេខកូដសម្ងាត់ហើយបាទចំនួនបាទ8ខ្ទង់បាទបើសិនបងប្អូនចុចគ្រីសដើម្បីបាទធ្វើការកត់ទុកក៏បងប្អូនធ្វើការបាទចុចគ្រីសមកនោះនឹងបង្ហាញពាក្យសម្ងាត់ឲ្យបងប្អូនធ្វើការកត់ទុកហើយបើសិនបងប្អូនពេញរួចរាល់ហើយគិតថាងាយស្រួលចងចាំហើយបងប្អូនបាទចុចបាទនិចទៅមុខបាទនេះបងប្អូនបានបាទ Gmail មួយដែលជោគជ័យបាទអញ្ចឹងបើសិនជាបងប្អូនខ្លាចផ្លេចបងប្អូនណាបងប្អូនទាញបាទប៊ិចនិងសភៅដើម្បីធ្វើការកត់ទុកមកនេះជាអត្ថយដ្ឋាន Gmail របស់បងប្អូនឬក៏របស់ខ្ញុំអីចឹងបាទបងប្អូនធ្វើការបង្កើតបងប្អូននឹងឃើញអាស្រ័យអត្ថដ្ឋាន Gmail របស់ខ្លួនឯងណាបាទមកដល់ទម្រង់ហ្នឹងណាបាទរួចហើយបងប្អូនធ្វើការចុច next បាទទៅមុខបន្តទៅពេលបងប្អូនធ្វើការកត់ទុករួចរាល់ហើយណាបាទលើធ្វើការថតបន្តិចបាទថតតែប៉ុណ្្នឹងទៅចាំចប់វីដេអូខ្ញុំធ្វើការកត់ទុកចុច next ទៅមុខបន្តបាទរួចហើយបងប្អូនធ្វើការបាទអូសពីក្រោមឡើងលើទៅរួចហើយចុចពាក្យថាបាទ I agree ឬក៏ខ្ញុំយល់ព្រមនេះជាបាទលក្ខខណ្ឌរបស់បាទ Gmail ណាបាទគេឲ្យយើងអានប៉ុន្តែខ្ញុំអានអត់រួចឬក៏បងប្អូនអត់ចង់អានបងប្អូនធ្វើការអូសដូចខ្ញុំមាញ់មកបាទឥឡូវបង្កើតបានជោគជ័យហើយបងប្អូននេះរួចហើយបងប្អូនចុចពីលើ profile ហ្នឹងមកដើម្បីទៅមើលបាទ Gmail របស់យើងដែលធ្វើការបង្កើតមាញ់ណានេះក្រោមនេះធ្វើការ request ម្ដងមក តែម្ដងទៀតចាំមើលខាងក្រោមហ្នឹងបាទលើ clear ចោលសិនមកបាទចូលមកក្នុង Gmail សារថ្មីបាទរួចហើយចុចលើ profile រកមើល Proti បងប្អូនបាទ Proti នេះបាទ Proti បាទចុចតក់មកបាទ Gmail នេះថ្មីតែងតែម្ដងបាទហើយមើលនេះ profile យើងមកបាទឃើញហើយបាទ Proti បាទ8999បាទអូខេបាទចឹងបងប្អូនបានអាស្រ័យឋាន Gmail មួយហើយបងប្អូនកុំភ្លេចណាពេលដែលបង្កើត Gmail ថ្មីមួយហើយចឹងបងប្អូនគួរតែបាទដាក់តាំងរូបភាពហើយនឹងបាទទី2នោះគឺចំណុចសំខាន់ដែរបងប្អូនគួរតែបាទបញ្ចូលលេខទូរស័ព្ទរបស់បងប្អូននៅក្នុង Gmail ដើម្បីកុំឲ្យមានបញ្ហាបាទខូចឬក៏បាត់បង់ទៅដោយបាទដោយសារតែមានបញ្ហាអត់គ្រប់លក្ខខណ្ឌរបស់គេណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុនគ្លីបបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខានត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ